បាទថ្ងៃនេះថ្ងៃឆ្លងបិណ្ឌភ្នំបិណ្ឌត្រង់ថ្ងៃទី2ខែតុលាឆ្នាំ2016ខ្ញុំបាទមុនីតំណាងសមាជិកក្រុមសហការបានចុះមកជួបជាមួយនឹងគណៈកម្មការដូចជាប្រសង់អង្គទទួលទំនុកនៅក្នុងការទិញដីធ្លីសម្រាប់កសាងវត្តមួយដែលប្រសិទ្ធនាមថាជេនទីរតនារាមភូមិអូក្តាបាទដែលសប្តាហ៍កំពុងតែដំណើរការដាក់ញត្តិសុំច្បាប់កសាងវត្តហើយសូមជម្រាបថាញាតិញោមជាពុទ្ធបរិស័ទទាំងឡាយទាំងអស់បានដឹងជ្រាបហើយថាខ្មែរនៅកម្ពុជាក្រមវត្តនឹងមានសារៈសំខាន់ណាស់ប្រៀបបានដូចជាសង្ឃឹមនេះសម្រាប់មនុស្សយើងអញ្ចឹងកសាងវត្តដើម្បីសាងជាតិដើម្បីសាងសង្គមនិងសាងកន្លែងឲ្យមានការបណ្ដោះមនុស្សឲ្យចេះស្រឡាញ់ជាតិស្រឡាញ់សាសនានិងស្រឡាញ់គេមរតកដូនតាស្រឡាញ់កិច្ចការដើម្បីផលប្រយោជន៍រួមបាទហើយដូចជាមានប្រសាសន៍នៅព្រះគ្រូវត្តសវណ្ណទីសិរីឧត្តមព្រះអង្គមានសង្កេតការថាកន្លែងណាមានវត្តទៅមានខ្មែរមានវត្តទៅមានកន្លែងមានយេតាធ្វើបន់សន្តានមានវត្តទៅមានកន្លែងបណ្ដោះឲ្យមនុស្សចេះស្រឡាញ់រាប់រកគ្នាជាខ្មែរជាណាយល់ដឹងអំពីទំនៀមទម្លាប់របស់ជាតិផងខ្លួននឹងចេះរក្សានៅវប្បធម៌តម្លៃរបស់ជាតិទៀតបាទមកដល់ពេលនេះគឺយើងខ្ញុំក៏បានទទួលការគ្រប់គ្រងដូចជាការចូលរួមនៅក្នុងការទិញដីធ្លីបាទចូលរួមកុសលហើយដូច្នេះគឺខ្ញុំបានប្រកាសឈ្មោះបន្តិចដែលខ្ញុំបានទទួលបានអំពីលោកមាថៃចម្ប៉ាក្នុងស្រុកបាទគាត់បានឧបត្ថម្ភដូចជាគាត់បានវរណាពុទ្ធបរិស័ទនៅប្រទេសកាណាដាបានចំនួនបច្ច័យដែលផ្ញើមកឲ្យខ្ញុំគឺ$650កាណាដាហើយសូមបញ្ជាក់ថា$100កាណាដាស្មើនឹង1លានបាទស្មើនឹង1,700,000 ដងបាទអត់ទេខ្ញុំបានសូមប្រកាសឈ្មោះនៅសប្បុរសចិនដែលបានចូលរួមជាមួយនឹងក្រុមសហការរបស់យើងខ្ញុំមានដូចតទៅនេះទី1ប្រដេជគុណប្រជាអធិការថៃទ្រឿងកងវត្តខ្មែរក្រមនៅប្រទេសកាណាដាចូលរួមកុសល$150កាណាដាទី2អូបាសកថាច់ចាងនិងគ្រួសាររបស់គាត់$50កាណាដាទី3អូបាសេកាឡៃកំវែនិងគ្រួសាររបស់គាត់$100កាណាដាទី4អូបាសកគៀងគឹមនិងគ្រួសាររបស់គាត់$50កាណាដាទី5អូបាសេកាលឹមធីសលនិងគ្រួសាររបស់គាត់$50កាណាដាអូបាសេកាថៃធីរីនិងគ្រួសាររបស់គាត់$50កាណាដាទី7គឺអូបាសេកាថៃទីសែនិងគ្រួសាររបស់គាត់$50កាណាដាទី8អូបាសកតូគុំថងនិងគ្រួសាររបស់គាត់$20កាណាដាទី9អូបាសេកាថៃថេខាញ់ឌីនិងគ្រួសាររបស់គាត់$20សហរដ្ឋអាមេរិក10គឺអូបាសេកាលឹមធីរិននិងគ្រួសាររបស់គាត់$20កាណាដា11អូបាសកថៃខឿនិងគ្រួសាររបស់គាត់$25កាណាដា12អូបាសកដួងសម័យ$25កាណាដាទឹកប្រាក់រួមទាំងអស់គឺ$625ហើយខ្ញុំសូមបញ្ជាក់ថាលោកមាថៃចម្ប៉ាក្នុងស្រុកគឺគាត់បានផ្ញើលុយមកកាន់ខ្ញុំ$650កាណាដាបាទគាត់បានឲ្យរូបខ្ញុំបន្ត$25កាណាដាបាទខ្ញុំសូមថ្លែងអំណរគុណចំពោះលោកមាហើយខ្ញុំបាទក៏សូមថ្លែងអំណរគុណចំពោះលោកធំអ៊ុំស្រាវុធបានចូលរួមកុសលនៅក្នុងការទិញដីថ្លៃនេះ€100ហើយនេះជាលើកទី3ដែរដែលគាត់បានចូលរួមកុសលជាមួយយើងខ្ញុំបាទលោកធំអ៊ុំស្រាវុធនៅប្រទេសរាជាណាចក្រកម្ពុជាសប្តាហ៍គាត់នៅប្រទេសបារាំងបាទបានចូលរួមកុសលជាមួយយើងខ្ញុំដែលខ្ញុំទទួលបានខាងក្រោយនោះ€100ទៀតហើយសូមបញ្ជាក់ថា€100ស្មើនឹង2,450,000 ដងបាទសូមថ្លែងអំណរគុណដូច្នេះខ្ញុំបាទតំណាងឲ្យគណៈកម្មការកសាងវត្តជេនទីរតនារាមគឺមានវត្ថុអ្វីដើម្បីតបថងសងធាជ្រះថ្លារបស់អស់លោកណាស់ទេមានតែបួងសួងដល់គុណបាននៃវត្ថុស័ក្តិសិទ្ធិក្នុងលោកទាំង3សបារមីនេះព្រះអង្គជួយត្រត្រង់នៅកំណរផ្លានៃស្តង់ដែលកើតឡើងអំពីការទិញដីធ្លីសម្រាប់កសាងវត្តនេះជួយផ្សព្វផ្សាយទៅតម្រូវជាប្លង់តម្រង់ជាស្ទឹងតម្រង់ជាស្មារតីរបស់អស់លោកយាតាកើតជាតិណាឲ្យជួបតែសេចក្តីសុខសេចក្តីចម្រើននិងទៀមផិតជួបនៅពុទ្ធពរទាំងឡាយទាំង4ប្រការគឺអាយុវណ្ណៈសុខៈភៈព្រមទាំងសម្បត្តិ3សម្បត្តិមនុស្សសម្បត្តិទេវតាសម្បត្តិអាចារ្យពូគឺប្រាស់និព្វានក្បែរអខានឡើយសូមអនុមោទនា